ទំលាប់ពេលព្រឹកទាំងនេះជួយរំសាយទុក្ខឲ្យអារម្មណ៍អ្នកមានក្តីសុខពេញមួយថ្ងៃទម្លាប់ពេលព្រឹកត្រឹមត្រូវជួយសម្រកគីឡូបានលឿននិងអារម្មណ៍រីករាយផងដែរគ្រាន់តែអ្នកព្យាយាមផ្លាស់ប្ដូរទម្លាប់បន្តិចម្ដងដើម្បីជួយកម្ចាត់ជាតិខ្លាញ់និងមានអារម្មណ៍រីករាយពេញមួយថ្ងៃផងដែរនេះជាទម្លាប់ពេលព្រឹកដ៏សាមញ្ញចំនួន3ដែលធ្វើឲ្យអារម្មណ៍របស់អ្នកមានក្តីសុខទី1ពិសាទឹកឲ្យបានច្រើនមានប្រជាជនខ្មែរយើងមួយចំនួនតូចដែលពួកគាត់មិនសូវពិសាទឹកពេលព្រឹកឲ្យបានគ្រប់គ្រាន់នោះទេការចាប់ផ្ដើមពេលព្រឹកជាមួយនឹងទឹក1កែវឬ2កែវជាវិធីងាយស្រួលក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្តនិងពង្រឹងរាងកាយឲ្យមានជាតិទឹកឡើងវិញផងដែរជាតិទឹកជួយដុតកាឡូរីរាងកាយរបស់អ្នកផងដែរទី2ទទួលព្រះអាទិត្យខ្លះពេលព្រឹកអ្នកអាចធ្វើដំណើរតាមដងផ្លូវដែលមានព្រះអាទិត្យរះមានពន្លឺតិចៗមកប៉ះរាងកាយរបស់អ្នកវាអាចធ្វើឲ្យអារម្មណ៍របស់អ្នកមានភាពរីករាយផងដែរតាមការសិក្សាបានបញ្ជាក់ថាពន្លឺព្រះអាទិត្យពេលព្រឹកមានឥទ្ធិពលមកលើទម្ងន់របស់អ្នកហើយវាបង្កើតវីតាមីន D នៅក្នុងរាងកាយរបស់មនុស្សផងដែរនេះបើយោងតាមសារព័ត៌មានរបស់ Headline ទី3អ្នកគួរនិយាយអ្វីខ្លះនៅពេលព្រឹកតាមលោក Sarah Wilson ជាអ្នកកាសែតជនជាតិអូស្ត្រាលីនិងជាអ្នកនិពន្ធសៀវភៅ First We Met the Best Beautiful ធ្លាប់បានសួរទៅលោក Budner ដែលជាអ្នកជំនាញខាងអាយុវែងគាត់បានប្រាប់ថាទម្លាប់ពេលព្រឹកលោកនិយាយអ្វីខ្លះចម្លើយរបស់គាត់គឺថាចូលនិយាយល្អៗឲ្យបានច្រើនទៅកាន់អ្នកដទៃឬអ្នកនៅជុំវិញខ្លួនរបស់អ្នកឲ្យបានច្រើនបំផុតតាមការសិក្សារបស់សាកលវិទ្យាល័យ Harvard បានបង្ហាញថាអាកប្បកិរិយាដែលអ្នកធ្វើល្អដល់អ្នកដទៃឬអ្នកជិតខាងនៅជុំវិញខ្លួនអ្នកអំពើល្អរបស់អ្នកនឹងតបស្នងមកអ្នកវិញ